សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានប្រយោគចំនួន20ដើម្បីនិយាយថាអរគុណដូចនេះក្នុងចំណោម20ប្រយោគនេះអ្នកនរគ្នាអាចប្រើមួយណាក៏បានដែរដើម្បីបង្ហាញការអរគុណរបស់យើងទៅកាន់នរណាម្នាក់ពាក្យទី1អានថា thanks សូមអរគុណពាក្យទី2អានថា many thanks អរគុណច្រើនពាក្យទី3អានថា thank you very much អរគុណខ្លាំងណាស់ឬក៏អរគុណច្រើនណាស់ទី4 I appreciate it ខ្ញុំអរគុណចំពោះរឿងហ្នឹងឬឲ្យនិយាយបានថាខ្ញុំសូមកោតសរសើរទៅលើរឿងមួយហ្នឹងទី5 I'm grateful ដែលមានន័យថាខ្ញុំសូមអរគុណដែលប្រយោគនេះគឺបង្ហាញទៅលើការដឹងគុណចំពោះការជួយរបស់នរណាម្នាក់ទី6 I'm so thankful ដែលមានន័យថាខ្ញុំអរគុណណាស់ប្រយោគទី7 That's so kind of you ដែលមានន័យថាអ្នកចិត្តល្អណាស់ប្រយោគមួយនេះគឺអត់មានពាក្យថាអរគុណទេប៉ុន្តែអ្នកស្ដាប់ទទួលបានអត្ថន័យពីយើងនៅពេលតែមួយគឺទី1មានន័យថាយើងអរគុណទៅកាន់គាត់ហើយទី2គឺយើងសរសើរគាត់ដែលគាត់មានទឹកចិត្តល្អប្រយោគទី8 I can't thank you enough ដែលមានន័យថាខ្ញុំមិនដឹងថាត្រូវអរគុណអ្នកប៉ុណ្ណាទេឬក៏អរគុណយ៉ាងម៉េចដើម្បីឲ្យគ្រប់គ្រាន់ទៅនឹងការជួយរបស់អ្នកប្រយោគទី9 Thanks a million អរគុណរាប់លានដងប្រយោគទី10 Thanks a lot ដែលមានន័យថាអរគុណច្រើនអញ្ចឹងអត្ថន័យនេះវាស្តៀងទៅនឹងវាដូចទៅនឹងអត្ថន័យទី2ដែរគឺ many thanks លេខ2នេះហើយសម្រាប់ប្រយោគទី11 Thank you kindly សូមអរគុណដោយក្តីគោរពប្រយោគទី12 you ប្រយោគទី12 you a life saver អ្នកជួយខ្ញុំបានធំធេងណាស់បកចំហ្មងគឺសំដៅថាអ្នកគឺជាអ្នកជួយជីវិតរបស់ខ្ញុំឬក៏អ្នកបានជួយជីវិតរបស់ខ្ញុំប្រយោគទី13 I owe you one ដែលមានន័យថាខ្ញុំជាពាក់គុណអ្នកហើយជាពាក់គុណនេះគឺដោយសារតែគាត់បានជួយយើងរឿងមួយដែលរឿងហ្នឹងយើងមិនសងគុណគាត់បានទេអញ្ចឹងយើងនិយាយប្រយោគនេះដើម្បីមានន័យថាលើកក្រោយយើងត្រូវតែជួយគាត់វិញឬក៏លើកក្រោយមានអីដែលយើងអាចជួយបានយើងនឹងជួយគាត់វិញប្រយោគទី14 much obliged ដែលមានន័យថាខ្ញុំសូមអរគុណយ៉ាងក្រៃលែងប្រយោគទី15 I'm indebted to you ខ្ញុំជំពាក់គុណអ្នកហើយអញ្ចឹងសម្រាប់ប្រយោគទី15ជាមួយនឹង13គឺអត្ថន័យតែមួយទេគឺខ្ញុំជំពាក់គុណអ្នកហើយប្រយោគទី16 Thanks for everything សូមអរគុណសម្រាប់អ្វីៗគ្រប់យ៉ាងប្រយោគទី17 I'm touched មានន័យថាខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់កន្លែងនេះគឺមួយម៉ាត់ទេតែខ្មែរយើងបកប្រែបានវែងប្រយោគទី18 You're amazing ដែលមានន័យថាអ្នកអស្ចារ្យណាស់ប្រយោគនេះមានន័យថាយើងពិតជាដឹងគុណមែនតើហើយយើងពិតជាអរគុណទៅកាន់អ្នកជួយយើងមែនតើដែលគាត់គឺដូចជា hero មួយអញ្ចឹងយើងមានអារម្មណ៍ថាអស្ចារ្យមែនតើ amazing មែនតើទី19 You're the best អ្នកល្អបំផុតកន្លែង You're the best កន្លែងនេះមានន័យថាយើងអរគុណគេផងយើងសរសើរគេផងដោយសារតែក្នុងស្ថានភាពហ្នឹងគឺមានអាចថាមានមនុស្សច្រើនប៉ុន្តែមានតែគាត់ម្នាក់ទេដែលគាត់ប្រកែកហើយគាត់មកជួយយើងដែលឡែកអ្នកផ្សេងគឺគេឈើមើលយើងឬក៏គេអត់ជួយយើងដូចគាត់នោះទេអញ្ចឹងយើងអរគុណគាត់ផងយើងសរសើរថាគាត់ the best ផងប្រយោគទី20 I'm so lucky to have you ខ្ញុំសំណាងណាស់ដែលមានអ្នកប្រយោគនេះវិញយើងអាចប្រើក្នុងស្ថានភាពច្រើនតែខ្ញុំមានស្ថានភាពមួយដែលអាចលើកឧទាហរណ៍ឲ្យបានគឺយើងអាចមានមិត្តភ័ក្តិ best friend អញ្ចឹងទៅឬក៏គាត់តែងតែជួយយើងមិនថាជួយលើកទឹកចិត្តជួយជាកម្លាំងអីផ្សេងៗដើម្បីជួយយើងឲ្យបានជោគជ័យអញ្ចឹងណាអញ្ចឹងយើងនិយាយមួយឃ្លានេះដើម្បីអរគុណគាត់ទី2ដើម្បីឲ្យគាត់ទទួលបានអារម្មណ៍វិជ្ជមានអញ្ចឹងទៅថាយើងពិតជាដឹងគុណទៅលើការជួយជំរុញពីគាត់ចឹងប្រយោគនេះបើឧស្សាហ៍ប្រើទៅកាន់មនុស្សដែលយើងចូលចិត្តមនុស្សដែលយើងស្និទ្ធស្នាលជាមួយគឺល្អមែនតើបាទអញ្ចឹងឥឡូវនេះយើងបានបញ្ចប់
ប្រយោគទាំង20នឹងហើយសង្ឃឹមថាអ្នកនរគ្នាអាចប្រើប្រយោគមួយណាក៏បានដែរដើម្បីអរគុណទៅកាន់នរណាម្នាក់អ្នកនរគ្នាត្រូវចាំថាពាក្យអរគុណគឺជាពាក្យដែលធម្មតាទេស្រួលនិយាយទេប៉ុន្តែវាធ្វើឲ្យបង្កើតជាភាពវិជ្ជមានច្រើនសម្រាប់អ្នកដទៃអញ្ចឹងតាមរយៈការនិយាយពាក្យអរគុណគឺយើងអាចបង្កើតមិត្តភក្តិច្រើនអាចបង្កើតទៅលើមនុស្សជាច្រើនដើម្បីចូលមកជីវិតរបស់យើងព្រោះថាពាក្យអរគុណគឺជាពាក្យស្រូបទាញឲ្យមានមនុស្សវិជ្ជមាននៅក្នុងជីវិតរបស់យើង